សម្រាប់ក្មួយស្រីរបស់ក្លាហានណាស់ណាដែលឯងហ៊ានធ្វើបែបនេះឯងហ៊ានបំបែកធប់ការបង្កាច់បង្ខូចទេវតាហើយថែមទាំងមិនព្រមទទួលស្គាល់ទៀតបើខ្ញុំបំបាក់ជើងឯងតើវាសំដែរទេអ្នកមីងសូមមេត្តាអភ័យទោសឲ្យក្មួយផងតើត្រូវធ្វើដូចម្ដេចទៅតើអ្វីដែលសំខាន់ជាងជើងរបស់ខ្ញុំរត់គេខ្លួនទៅលែងខ្ញុំទៅខ្ញុំនៅតែជាកូនស្រីក្នុងត្រកូលនេះហេតុអ្វីបានជាអ្នកហ៊ានធ្វើបែបនេះតើអ្នកចង់បានអ្វីពីខ្ញុំព្រោះតែអ្នកគ្មានអ្នកណាម្នាក់ស្រឡាញ់អ្នកតតែសោះវាពិតជាឈឺចាប់ណាស់នៅពេលដែលបំណែកសេរ៉ាមិចនេះតែវាមិនអីទេដើម្បីលាងជម្រះបាបកម្មរបស់អ្នកទុកវាចោលទៅវាគួរតែជាបែបនេះឯងអ្នកទាំងពីរហេតុអ្វីបានជាធ្វើបាបខ្ញុំបែបនេះលែងដៃទៅឯងមិនសមនឹងទទួលបានការគោរពទេខ្ញុំថែមទាំងបានសុំឲ្យគ្រូពេទ្យជួយព្យាបាលកូនរបស់ខ្ញុំឲ្យឆាប់ជាសះស្បើយតើអ្នកណាជាអ្នកចិត្តអាក្រក់ដែលហ៊ានធ្វើរឿងនេះកុំមកធ្វើជាខឹងសម្បាមិនមែនខ្ញុំទេខ្ញុំមិនមែនជាមនុស្សបែបនោះទេតាំងពីតូចមកអ្នកមិនដែលស្រឡាញ់ខ្ញុំឡានដែលស្រឡាញ់ខ្ញុំឡានឯងបានចាក់ទឹកក្តៅលើខ្ញុំឯងនៅតែដែលមិនផ្លាស់ប្ដូរឯងចូលចិត្តកុហកណាស់ខ្ញុំបានធ្វើបែកកែវអ្នកគំរាមខ្ញុំថាបើខ្ញុំមិនសម្អាតទេអ្នកនឹងបំបីធូបការហើយចោទប្រកាន់ខ្ញុំប្រាប់ថាខ្ញុំមិនជឿហើយអ្នកក៏ធ្វើវាពិតមែនមើលចោះដៃរបស់ខ្ញុំរងរបួសដោយសារបំណែកសេរ៉ាមិចនេះឯងពូកែនិយាយណាស់មែនទេឯងកំពុងតែបង្វែរការពិតមែនទេឯងមិនខ្វល់ពីតម្លៃរបស់របរទាំងនេះទេមែនទេធូបការនេះត្រូវបានគេប្រទានពរដើម្បីថែរក្សាសុខភាពក្មួយរបស់ខ្ញុំតើវាពិតមែនឬឯងរៀបការគ្រាន់តែដើម្បីទ្រព្យសម្បត្តិគ្រួសារខ្ញុំឯងចង់ឲ្យក្មួយខ្ញុំមិនដឹងខ្លួនដើម្បីដណ្ដើមយកទ្រព្យសម្បត្តិមែនទេខ្ញុំគ្រាន់តែចង់បានលុយដើម្បីរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះខ្ញុំមិនចង់ធ្វើបាបអ្នកណាឡើយឯងមិនព្រមឲ្យបងប្រុសខ្ញុំជាសះស្បើយមែនទេឯងចង់ឲ្យគាត់កាន់តែធ្ងន់ធ្ងរមែនទេឥឡូវនេះមើលចុះថាតើអ្នកមានទំនួលខុសត្រូវយ៉ាងណាតើអ្នកពិតជាមនុស្សបែបនេះមែនឬចាសោះខ្ញុំជាមនុស្សអាក្រក់ចេញទៅឲ្យឆ្ងាយពីទីនេះខ្ញុំមិនបានធ្វើរឿងទាំងនោះទេខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់តើខ្ញុំអាចធ្វើបាបគាត់ដោយរបៀបណាអ្នកត្រូវតែជឿខ្ញុំឯងមានភស្តុតាងអ្វីមកបង្ហាញស្វាគមន៍អេដែរគ្មានភស្តុតាងមែនទេបើគ្មានទេសូមប្រញាប់រៀបចំខ្លួនហើយចាក់ចេញពីទីនេះទៅបងមានអ្វីបើមានសូមបង្ហាញភស្តុតាងមកកុំព្យាយាមពន្យាពេលឲ្យសោះទូយឺតលឿនបងត្រូវតែទៅបងមានពិតមែននឹកខ្លាំងណាស់តើបងចង់ឲ្យអូនមើលអ្វីកុំធ្វើបែបនេះអីនេះជារបស់បុរាណជារបស់មានតម្លៃរបស់បុរាណយ៉ាងម៉េចទោះវាបែកក៏បងជាអ្នកធ្វើឲ្យវាបែកដែរអូនសម្លាញ់បងប្រមានអូនហើយណាបើរបស់នេះបែកបងធានាថាអូននឹងស្ដាយក្រោយជាមិនខានអូយអូនខ្លាចណាស់អូនចង់ឃើញនរណាដែលនឹងស្ដាយក្រោយតើនរណាដែលនឹងស្ដាយក្រោយទៅតាមពិតទៅបងមិនមែនជាមីងរបស់អូនទេអរគុណសម្រាប់ពេលវេលាគ្រួសាររបស់បងនិងគ្រួសាររបស់អូនមានត្រឹមតែទំនាក់ទំនងអាពាហ៍ពិពាហ៍ទំនងតាំងពីពេលណាដែលបងខ្លាចជាមីងរបស់អូនដូច្នេះយើងមិនមែនជាបងប្អូននឹងគ្នាទេស៊ូម៉ាន់ស្ងាត់មកទៅមិនដល់វេនអូននិយាយនៅទីនេះទេអូនត្រូវតែស្ងាត់មែនគឺជាភរិយារបស់គ្រួសារយើងនាងមានសិទ្ធិនិយាយមីងស៊ូម៉ាន់ហើយអ្វីបានជាបងតែងតែចោះចាញ់បែបនេះបងកំពុងដាក់អន្ទាក់ចង់ចាប់អូនមែនទេអូនកំពុងតែភ័យខ្លាចមែនទេអូនជាអ្នករកបញ្ហាដាក់ខ្លួនឯងនេះគឺជារឿងចៃដន្យដែលត្រូវបានថតទុកហើយអ្វីមិនបង្ហាញវាពីដំបូងមកអូនចង់ធ្វើបាបមីងដោយចិត្តណាបងប្រាប់ហើយថាអូននឹងស្ដាយក្រោយប៉ុន្តែអូននៅតែរឹងរូសមីងមើលនាងចុះគ្រប់គ្រាន់ហើយគ្រួសារយើងនឹងមិនស្វាគមន៍នាងទៀតទេសូមនាំនាងចេញទៅមីងស្ដាប់បងពន្យល់សិន